Ôi pi bảy ជម្រាបសួរអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំធ្វើឡើងអំពីមូលហេតុដែលក្រុម Soccer School របស់យើងទទួលបាននៅពានរង្វាន់ Siem Reap Youth League រដូវកាលទី2ដែលយើងបានបញ្ចប់កាលពីថ្ងៃទី23ខែមីនាកន្លងផុតទៅម្សិលមិញនេះបាទអញ្ចឹងនេះគឺជាសកម្មភាពដែលយើងធ្វើការវឹកហាត់នៅពេលដែលយើងជ្រើសរើសបានកីឡាករនៅក្នុងក្រុមរបស់យើងចំនួន10នាក់ដែលយើងបាន select ទៅតាមអាយុដែលខាងការរៀបចំគេបានកំណត់អញ្ចឹងដូចអ្នកនរគ្នាបានដឹងហើយថាIPI Soccer School ក៏យើងមានច្រើនបាទយើងមានច្រើនទៅតាមអាយុបើយើងគិតពីអាយុ9ឆ្នាំដល់15ឆ្នាំក៏យើងមានចំនួនច្រើនជាង70នាក់ហើយអញ្ចឹងពេលនេះយើងត្រូវការរើសកីឡាករតែចំនួន10នាក់ក្នុងមួយក្រុមមានអ៊ុយ10អ៊ុយ12និងអ៊ុយ14បាទដើម្បីធ្វើការត្រៀមខ្លួននៅក្នុងការប្រកួតពានរង្វាន់ដោយឡែកយើងក៏ដឹងហើយថាការប្រកួតពានរង្វាន់គឺវាគៀកថ្ងៃមែនតើអញ្ចឹងក្រុមគ្រូបច្ចេកទេសនិងគ្រូបង្វឹកបន្តក៏បានពិភាក្សាគ្នាដើម្បីធ្វើការជ្រើសរើសកីឡាករឲ្យបានទាន់ពេលវេលាហើយយើងក៏បានធ្វើការវឹកហាត់បន្ថែមទៅលើការវឹកហាត់ប្រចាំថ្ងៃដោយឡែកយើងក្រោយពីវឹកហាត់ក៏យើងបានរៀបចំការប្រកួតមិត្តភាពជាមួយនឹងក្រុមផ្សេងៗទៀតដើម្បីឲ្យពួកគាត់ស៊ាំទៅក្នុងការលេងលើទីលានជាពិសេសគឺលេងនៅពេលក្តៅហ្នឹងហើយដូចដែលយើងបានដឹងថា Soccer School របស់យើងគឺហាត់តែពេលយប់តែអញ្ចឹងនៅពេលដែលយើងមកប្រកួតពេលថ្ងៃគឺមានភាពលំបាកខ្លាំងសម្រាប់ក្មេងៗជាពិសេសអាយុ10និង12ឆ្នាំហើយដំបូងគឺយើងបានរៀបចំការប្រកួតមិត្តភាពជាមួយនឹងក្រុម Soccer School របស់ Tiger ក្នុងរដូវនេះក៏យើងបានប្រកួតចំនួន2ក្រុមគឺអ៊ុយ10ហើយនិងអ៊ុយ12ហើយការប្រកួតនោះក៏យើងបានយកឈ្នះក្រុមអង្គរ Tiger ផងដែរហើយបន្តមកទៀតយើងក៏បានធ្វើការប្រកួតមិត្តភាពជាមួយនឹងក្រុមយុវជនតាមឿងហើយក្នុងនោះដែរលទ្ធផលអ៊ុយ12ដែលយើងបានប្រកួតជាមួយនឹងយុវជនតាមឿងគឺលទ្ធផល9ទល់នឹង9បាទអញ្ចឹងគឺអត់បានស៊ីគ្នាទេគឺលទ្ធផលដែលយើងបញ្ចប់ការប្រកួតគឺ9ទល់9បន្តមកទៀតក៏យើងធ្វើការរៀបចំពង្រឹងក្រុមឡើងវិញក្រោយពីប្រកួតមិត្តភាពចប់បាទអញ្ចឹងក្រុមគ្រូបង្វឹកក៏បានភាសាគ្នាហើយយើងក៏បានបែងចែកក្រុមកីឡាករជា3ផ្នែកបាទទី1គឺអ៊ុយ10គឺយើងវឹកហាត់ក្រុមផ្សេងតែចំនួន10នាក់ហើយអ៊ុយ12គឺយើងវឹកហាត់10នាក់នៅក្នុងក្រុមផ្សេងហើយនឹងអ៊ុយ14គឺយើងវឹកហាត់ចំនួន14នាក់ក្នុងនោះគឺយើងមាន10នាក់ជាកីឡាករដែលយើងបានជ្រើសរើសហើយនឹង4នាក់ទៀតគឺជាកីឡាករដែលបំរុងត្រៀមសម្រាប់ពេលដែល10នាក់គាត់មានរបួសគឺយើងធ្វើការផ្លាស់ប្ដូរពួកគាត់ភ្លាមមុននឹងថ្ងៃដែលគេកំណត់ជាក់ស្ដែងអញ្ចឹងការវឹកហាត់ក៏យើងបន្តពីរយៈពេល1ខែប៉ុណ្ណោះព្រោះអីយើងមានពេលតែរយៈពេល1ខែហើយយើងបានបន្តវឹកហាត់បន្ថែមពីលើថ្ងៃដែលគាត់វឹកហាត់ជាទូទៅគាត់ហាត់អង្គារផុសយើងក៏បានបន្ថែមថ្ងៃសុក្រថ្ងៃអាទិត្យបន្ថែមឲ្យពួកគាត់ដើម្បីឲ្យពួកគាត់នឹងមានភាពរឹងមាំប្រសើរជាងមុនដើម្បីត្រៀមលក្ខណៈប្រកួតជាមួយពួកគេដូចដែលយើងបានស្ដាប់ហើយថាក្រុមរបស់ពួកយើងគឺហាត់តែពេលយប់ហើយមានចំនួនតិចថ្ងៃមែនទែនដោយឡែកក្រុមរបស់ពួកគេផ្សេងគឺយកហាត់រៀងរាល់ថ្ងៃហើយមានភាពហាត់ទាំងថ្ងៃទាំងយប់អញ្ចឹងធ្វើឲ្យកីឡាករពួកគេគឺពិតជាមានខ្លាំងជាងក្រុមរបស់ពួកយើងផងដែរប៉ុន្តែដោយសារតែមានការរៀបចំល្អទៅលើគ្រូបង្វឹកគឺគាត់បានធ្វើការងារធ្ងន់ដែរជាមួយក្មេងៗដើម្បីឲ្យពួកគាត់នឹងលេងឲ្យបានត្រូវគ្នាលេងឲ្យយល់ចិត្តគ្នាជាពិសេសគឺការប្រើប្រាស់បច្ចេកទេសនិងតិចនិចទៅលើពួកគាត់មុននឹងពួកគាត់ត្រៀមខ្លួនប្រកួតផងដែរអញ្ចឹងបន្ទាប់ពីយើងវឹកហាត់រយៈពេលជាង1ខែកន្លងផុតទៅនេះគឺជាវីដេអូដែលយើងបញ្ចប់ការវឹកហាត់ចុងក្រោយមុននឹងត្រៀមទៅប្រកួតផងដែរអញ្ចឹងបន្ទាប់ពីវឹកហាត់នៅលើទីលានបានបញ្ចប់ពួកយើងក៏បានអញ្ជើញពួកគាត់មកប្រជុំបច្ចេកទេសនៅក្នុងការលេងបាល់ទាត់ហើយនៅក្នុងការប្រជុំនេះគឺយើងបានលើកយកច្បាប់នៃការប្រកួតពានរង្វាន់5x5 នេះសម្រាប់ដល់កីឡាករយើងទាំង3ក្រុមមានអ៊ុយ10អ៊ុយ12និងអ៊ុយ14
ហើយការប្រជុំនេះគឺយើងលើកយកតែហេតុផលសំខាន់ទៅទៅនឹងការប្រកួតលើទីលានបច្ចេកទេសនៃការគប់បាល់បច្ចេកទេសនៃការប្រើបាល់បច្ចេកទេសលេងនៅពេលកុំឲ្យយើងប៉ះពាល់គ្នាបច្ចេកទេសនិយាយទៅគឺបច្ចេកទេសតាក់ទងទីលាននៅលើបាល់ទាត់គឺយើងបានប្រជុំហើយគ្រូបង្វឹកទាំងអស់ប្រចាំក្រុមនីមួយមានអ៊ុយ10អ៊ុយ12និងអ៊ុយ14នោះគឺគាត់ធ្វើការមានបតិយោបល់ក៏ដូចជាការណែនាំកីឡាករទាំងអស់ហ្នឹងឲ្យគាត់ដឹងពីរបៀបលេងពីព្រោះអីពួកគាត់គឺសុទ្ធតែជាអ្នកដែលមានបច្ចេកទេសអ្នកដែលមានជំនាញជាពិសេសបាល់ទាត់ច្រើនឆ្នាំមែនតើអញ្ចឹងពួកគាត់គឺបានយល់ច្បាស់អំពីការលេងនៅលើទីលានហើយយើងក៏អត់មានការបារម្ភឲ្យច្រើនដែរព្រោះអីពួកគាត់បានយល់ដឹងច្បាស់ពីការលេងហើយបន្ទាប់ពីយើងបានប្រជុំហើយក៏យើងបានរៀបចំចេញទៅទិញអីវ៉ាន់ដើម្បីត្រៀមក្នុងការធ្វើម្ហូបឲ្យពួកគាត់ព្រោះអីយើងឲ្យពួកគាត់នឹងញ៉ាំអាហារបានគ្រប់គ្រាន់ហើយអាហារក៏យើងត្រូវបានរៀបចំជូនពួកគាត់ទាំងអស់ទាំងការtraining ទាំងការប្រកួតនឹងក៏យើងរៀបចំឲ្យគាត់គេនៅជាមួយគ្នាតាំងពីព្រឹករហូតដល់ការប្រកួតបានបញ្ចប់អញ្ចឹងគឺយើងធ្វើបែបនេះដើម្បីទី1គឺយើងឲ្យពួកគាត់នៅជាមួយគ្នាជុំគ្នាយល់ចិត្តគ្នាញ៉ាំអាហារជុំគ្នានៅពេលនោះគឺយើងងាយស្រួលនៅក្នុងការដឹកនាំពួកមកដល់ទីលានទាំងអស់គ្នាអញ្ចឹងដូចយើងបានឃើញហើយយើងមកជុំគ្នាទាំងអស់អត់មានបាត់ទេបាទក្រុមកីឡាករទាំងអស់ពួកអីយើងជាឡានជុំគ្នាយើងមានឡានដឹកជញ្ជូនហើយនេះគឺខ្ញុំយកមកលេងតែខ្ញុំច្រឡំទូរស័ព្ទច្រឡំយកមកហើយបន្តមកទៀតក៏មេរៀនក្តៅដែរយើងក៏ចាប់ដើមធ្វើការក្តៅស្ដុំមុននឹងការប្រកួតហើយក្រុមអ៊ុយ12និងអ៊ុយ10និងអ៊ុយ14ខ្ញុំបានថតវីដេអូទេព្រោះអីតែពេលនោះការប្រកួតជក់ចិត្តពេកខ្ញុំក៏អត់បានថតវីដេអូហើយខ្ញុំថតតែចុងក្រោយតិចគឺក្រុមអ៊ុយ12បានលេងនៅវគ្គចុងក្រោយជាមួយ SBC ហើយក្រុមនេះក៏យើងទទួលបានជ័យជំនះគ្រប់ការប្រកួតអញ្ចឹងជាក់ស្ដែងលទ្ធផលនៃការប្រកួតលទ្ធផលនៃការប្រកួតគឺយើងទទួលបានចំណាត់ថ្នាក់លេខ3សម្រាប់អ៊ុយ10ហើយអ៊ុយ12គឺយើងបានត្រឹមជើងឯករងបាទលេខ2ហើយលេខ1គឺបានទៅខាងបាត់ដំបងបាទឆ្នាំនេះគឺខាងបាត់ដំបងគាត់បានលើកពានបាទហើយនឹងលេខ1គឺបានអ៊ុយ14គឺបានមកលើយើងបាទខេត្តសៀមរាបគឺvà tôi tôi làm sao sẽ có sao cô đang của mình đấy còn cô có sao đâu còn bên đây mà là làm được đấy cô dùng lên bảy បាទអញ្ចឹងនេះគឺជារូបភាពដែលយើងទទួលបាននៅមេដាយម្នាក់មួយគ្រឿងបាទមានមេដាយមាសមេដាយប្រាក់និងមេដាយសម្រាប់លេខ1លេខ2និងលេខ3ហើយខ្ញុំក៏បានមួយដែរហើយគ្រូបង្វឹកក៏បានមួយដែរអញ្ចឹងសម្រាប់កីឡាករទាំងអស់រូបភាពនៅក្នុងអាចទៅយកបាននៅក្នុង Facebook page របស់ FBI FC និង FBI Soccer School ផងដែរអញ្ចឹងអាចទៅទាញយកទៅរូបភាពគឺអាចយកបាននៅលើ Facebook ហើយនឹងក្រុម Telegram ដែលខ្ញុំបានផុសខ្ញុំបានដាក់ link ហើយក៏សូមអរគុណទៅដល់អាណាព្យាបាលសាសនាសិស្សដែលបានចំណាយពេលវេលាបញ្ជូនកូនមកធ្វើការចូលរួមប្រកួតនិងលើកទឹកចិត្តកូននៅលើទីលានផងដែរហើយជាពិសេសក៏អរគុណដល់ក្រុមការងារជាពិសេសចិញ្ចឹមបាទថតរូបបានស្អាតហើយនឹងក្រុមការងារផ្សេងៗដែលរៀបចំទឹករៀបចំចុះបាយធ្វើដំណើរនឹងជាចុងក្រោយសូមអរគុណដល់អ្នកគ្រប់គ្រងទាំងអស់ដែលបានមកទស្សនាបន្តនៅកីឡដ្ឋាន SIU ខេត្តសៀមរាបហើយយើងនឹងជួបគ្នាម្ដងទៀតនៅseason ក្រោយហើយយើងនឹងធ្វើឲ្យបានល្អនៅក្នុងseason ក្រោយផងដែរជួបគ្នានៅពេលក្រោយបាយបាយ